បាទជំរាបសួរបាទខ្ញុំបាទជ័យតាហ្វូបាទในវីដេអូវគ្គ2ប្រធានបទផ្សេងគ្នាហ្នឹងហើយចឹងវីដេអូចេញពីខ្ញុំទៅ1វគ្គ1ចេញ2វគ្គ2វគ្គ3វគ្គ4វគ្គ5ហ្នឹងទៅប៉ុន្តែប្រធានបទផ្សេងគ្នាវគ្គមុននិយាយពីរឿងវិទ្យាសាស្ត្រជឿនលឿនឥឡូវនិយាយពីរឿងសួរខ្លួនឯងថាតើអ្វីដែលសំខាន់បំផុតសម្រាប់ខ្លួនឯងបាទអញ្ចឹងចម្លើយមានផ្សេងគ្នាច្រើនណាស់ពាក្យច្រើនក៏ថាទៅតាមការពិចារណាត្រេះរិះរបស់គាត់ខ្លះក៏ថាមានលុយមានអ្វីខ្លះទៀតក៏ថាសុខភាពល្អគឺជាអ្វីទាំងអស់ទិញមិនបានអីចឹងទៅខ្លះទៀតនិយាយពីរឿងស្អីផ្សេងគ្នាឥឡូវសម្រាប់ខ្ញុំជើតាហ្វូចូលរួមផ្ដល់ជាគំនិតមួយឲ្យយើងចារណាខ្លួនឯងហើយធ្វើការសម្រេចចិត្តខ្លួនឯងទៅតោះឥឡូវយើងឆ្លើយតបទៅនឹងអ្វីដែលមតិមួយចំនួនគាត់គិតថាសុខភាពល្អគឺជាអ្វីទាំងអស់ឥឡូវខ្ញុំលើកឧទាហរណ៍អ្នកដែលមានសុខភាពល្អនិយាយពីរឿងសុខភាពល្អហ្មងមិនថាចាស់មិនថាក្មេងទេអ្នកដែលមានសុខភាពល្អអាចប្រឈមនឹងបញ្ហាចេះខ្លះបញ្ហាទី1គ្រោះថ្នាក់ចរាចរណ៍គាត់សុខភាពល្អតែគាត់អាចបាត់បង់ជីវិតនៅពេលដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរទី2បញ្ហាឆក់ខ្សែភ្លើងបាទឆក់ខ្សែភ្លើងនេះមិនគិតរឿងសុខភាពល្អមិនល្អទេតែឆក់គឺទៅហើយវាមានកត្តាជាច្រើនភ្លៀងមួយមេមកយើងដើរចិត្តបកគោភ្លើងអីចឹងទៅតភ្លើងប៉ះកន្លែងផ្ទុះសេទៅវាឆក់ហ្នឹងទៅមួយទៀតតកតងទៅនឹងលងទឹកបាទអញ្ចឹងយើងមានសុខភាពល្អរបស់យើងមិនរឹងមាំមែនបើយើងទៅកំសាន្តកន្លែងណាមួយជ្រុលទៅកន្លែងជ្រៅហើយយើងអត់ចេះហែលលងទឹកបាទធ្វើការនៅទីខ្ពស់ថ្នេះប្រហែសធ្លាក់ពីលើអាគារបាទអញ្ចឹងមរណៈខ្លះការបាត់បង់ជីវិតខ្លះអត់គិតថាសុខភាពល្អមិនល្អទេតែត្រូវទៅគឺទៅហើយអញ្ចឹងងាកមកវិញសម្រាប់ខ្ញុំជើតាហ្វូខ្ញុំយល់ថាអ្វីដែលសំខាន់សម្រាប់ខ្ញុំទី1 safety first សុវត្ថិភាពជាចម្បងអញ្ចឹងបានជាកន្លែងធ្វើការខ្លះការដ្ឋានសាងសង់អីខ្លះឲ្យតែប្រឈមមានបញ្ហាប្រឈមគឺគេប្រាប់ពាក្យថាសុវត្ថិភាពជាចម្បង safety first អញ្ចឹងកាលណាយើងមានសុវត្ថិភាពគឺចម្បងអញ្ចឹងតែកាលណាយើង safety first ហើយយើងគិតពីចំណុចទី2ទី3ទី4ទី5បន្តទៀតកាលណាយើងមានសុខភាពល្អយើងត្រូវគិតពីរឿងសុវត្ថិភាពចឹងបានថា safety first មាន safety first បាទយើងចាប់ផ្ដើមបន្តបន្សំធ្វើម៉េចថែទាំឲ្យមានសុខភាពល្អហ្នឹងហើយសិក្សាស្វែងយល់រិះរោចចំណេះដឹងដែលប្រកបទៅដោយគុណភាពស្តង់ដារឃើញទេចំណេះវិជ្ជាក៏ជាចំណុចសំខាន់ដែរតកតងទៅនឹងពេលវេលានេះមួយយើងកុំបង្ងើយកតើយយើងមានលុយក៏ដោយមានសុខភាពល្អក៏ដោយដល់ពេលយើងរវល់
កម្មវិធីមិត្តភ័ក្តិកម្មវិធីបងប្អូនយើងរវល់រហូតអានោះបើតែយើងក្រពេលវេលាមួយទៀតតកតងទៅនឹងធនធានថវិកាទ្រព្យសម្បត្តិទ្រព្យធនអញ្ចឹងវាកត្តារួមផ្សំអញ្ចឹងមានសុខភាពល្អមានពេលវេលាមានចំណេះដឹងប្រកបដោយគុណភាពស្តង់ដារតែយើងខ្វះថវិកាយើងក៏ជាជំហានខ្លីដែរបាទប៉ុន្តែទាំងអស់ហ្នឹងមានអាណាមួយក៏ដោយត្រូវគិតពី safety first សុវត្ថិភាពជាចម្បងចឹងបានដេកដើរឈរអង្គុយត្រូវគិតពីសុវត្ថិភាពពេលខ្លះយើងជិះម៉ូតូក៏ដោយយើងអត់បុកគេតែយើងខ្លាចគេបុកយើងដែរផ្លូវមួយជិះតែឯងទៅចោះហើយយើងជិះទៅយើងចំកន្លះគីគេពងសាងសង់ធ្លាក់អីទៅលើចំក្បាលមកប៉ែឃើញទេបាទជិះលើស្ពានសិតតែកន្លាច់ល្អធ្លាក់ទៅលើស្ពានទៅចូលជ្រោះដេកដើរឈរអង្គុយញ៉ាំអីក៏ដោយបាទហើយញ៉ាំប៉ះវត្ថុណាមួយដែលមានបញ្ហាដល់អាយុជីវិតដូចថ្នាំពុលជាតិគីមីអីឃើញទេទៅក្រឹបតែម្ដងតែបើយើងពុកញ៉ាំយើងឡើងងាកឆ្វេងងាកស្ដាំហើយគឺធ្វើស្អីនៅក្បែរនោះថាចាស់ចូលចានឹងផ្លុកចូលទឹកក្លុកផ្លុកចូលផ្អែមផ្លុកបបរគ្រឿងចូលស៊ុបឲ្យយើងអត់ដឹងទៅបួងយកមើលឃើញទេដេកដើរឈរអង្គុយ safety first យើងមាន safety យើងមានជីវិតយើងមានឱកាសយើងចាប់ផ្ដើមរៀបចំហ៊ានចំណេះដឹងសុខភាពល្អពេលវេលាទ្រព្យធនឃើញទេបាទអញ្ចឹងបើសិនជាយើងនិយាយឲ្យខ្លីមួយថាអ្នកដែលចេះញ៉ាំស្រាគឺសុវត្ថិភាពគឺអាយុវែងយើងកំតនប្រតិកម្មស្ដាប់គាត់សន្និហិតបាននិយាយអញ្ចឹងបញ្យល់មើលចេះញ៉ាំស្រាអាយុវែងមិនយើងស្រា40ដឺក្រេកម្ដៅបើយើងលើកដាច់អានេះគេហៅអត់ចេះផឹកហើយបើយើងលាយមួយសូដាបន្តិចលាយមួយទឹកកកបន្តិចហើយយើងក្រេបហើយយើងទៅជែកគ្នាពីនេះពីនោះពីមុខរបរពីការងារពីជីវភាពពីគ្រួសារពីសង្គមអញ្ចឹងទៅអានេះគេហៅចេះផឹកហើយបាទហើយបើយើងលើកដាច់អានឹងគេមិនហៅចេះផឹកបាទអញ្ចឹងមិនថារឿងនឹងវាចឹងខ្ញុំសូមចែករំលែកប៉ុណ្ណឹងហើយអូឌៀនបងប្អូនប្រិយមិត្តបានស្ដាប់ហើយអាចចូលរួម comment មកដើម្បីអាចឲ្យខ្ញុំជើតាហ្វូនិយាយពីរឿងអីអញ្ចឹងណាបាទអូខេអរគុណបាទបាយបាយ